មីសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះសូមជូនវីប្លុកបែបសម័យលក្ខណៈគ្រួសារមួយដែលបានទៅដំណើរកំសាន្តនៅខេត្តសៀមរាបអង្គរអញ្ចឹងណាអញ្ចឹងបាននាំប៉ាម៉ាក់ខ្ញុំមកដែរកំឡុងពេលបនអុំទូកអញ្ចឹងទៅទស្សនាទាំងអស់គ្នាទៅនឹងវីដេអូសម័យមួយនេះអញ្ចឹងខ្ញុំចេញពីម៉ោង 6 កន្លះប៉ុន្តែទៅដល់ព្រៃប្រោះគឺម៉ោង 1អញ្ចឹងក៏ឈប់ញ៉ាំបាយសិនជាមួយនឹងម្ហូបបែបស្រុកស្រែមានដូចជាប្រហុកអាំងលើជ្រុញមាន់ដុតហើយនឹងស្លម្ជូរក្តាតហើយកូនខ្ញុំវិញគឺរឿងគៀមនឹងទុកចិត្តចោះហើយចេះញ៉ាំប្រហុកអាំងលើជ្រុញណាណីនេះទៀតនេះចាសប្បាយចិត្តមែនតើពួកអីក៏ចូលចិត្តភ្លុកអីគ្រប់មុខអញ្ចឹងណាអញ្ចឹងពេលយើងញ៉ាំបាយថ្ងៃត្រង់ហើយយើងក៏ឆ្ពោះទៅសៀមរាបតែម្ដងអញ្ចឹងគឺថាឃើញរូបភាពហើយគឺណែនតាន់តាប់មែនតើឡើង stress វិញអញ្ចឹងណាមិន when like her សៀមរាប hill ណាចាទោះជាយ៉ាងណាក៏ដោយគឺអត់ធ្មត់ធ្វើដំណើរសឹមតាមសមាជីវោហើយក៏បានមកញ៉ាំទៅនឹងសាច់ជ្រូកអាំងស៊ុបអីចឹងដើម្បីបំពេញកម្លាំងពួកប៉ាម៉ាក់ខ្ញុំគាត់រៀងហេវខ្លាំងអញ្ចឹងណាអញ្ចឹងពេលយើងញ៉ាំបាយហើយក៏យើងបានទៅសន្តាគារហើយសន្តាគារហ្នឹងមានឈ្មោះថាអង្គរដាវ៉ាន់ដែលខ្ញុំបានកក់កាលពីមុនមួយអាទិត្យដែរនេះទៅស្ថានភាពហ្នឹងលក្ខណៈបើកយូរដែរប៉ុន្តែការរៀបចំរបស់គេគឺលក្ខណៈបែបរសជាតិដើមអញ្ចឹង original អញ្ចឹងណាគឺសៀមរាបប៉ិតតែម្ដងអញ្ចឹងពេលពួកខ្ញុំមកដល់គឺយើងទៅជាន់ទី2ហើយនៅហ្នឹងក៏មានអាងហែទឹកដែរតែដោយសារពួកខ្ញុំដល់យប់ពេកគឺយើងអត់បានទៅហែទឹកទេគឺថាយើងមកងូតទឹកជាមួយនឹងបែបសម័យមានវ៉ាក់សាំងមានគេថាទឹករ៉ូម៉ាណេអីទឹករ៉ូម៉ាណេទឹកផ្កាឈូកគឺថាម៉ាក់ខ្ញុំគឺហត់មែនតើហ្មងគាត់ដែរធ្វើដំណើរបែបយូរចឹងឯងពួកអីតាំងពីម៉ោង 6 កន្លះផឹកដល់ម៉ោង 7 កន្លះចាចឹងឥឡូវហ្នឹងគឺថ្ងៃទី1យើងមានតែប៉ុណ្្នឹងទេចាំទស្សនានៅថ្ងៃទី2បន្តទៀតចាថ្ងៃនេះគឺជាថ្ងៃទី2ហើយគឺយើងមកញ៉ាំ phở ហើយបានជួបជាមួយនឹងពូស្ករទាញតែដោយសារផឹកពេកគឺថាញ៉ាំអត់ចូលហើយពូក៏អត់ទាន់រកម៉ួយបានដែរគឺគាត់នៅមើលសិនហើយបន្ទាប់មកគឺស្ទះពេកគឺយើងឈប់ឡាននៅម៉ាឡែកសិនហើយយើងក៏បន្តដំណើរថ្មើរជើងទៅកាន់អង្គរវត្តហើយប៉ាខ្ញុំគាត់រៀងហត់ដែរអញ្ចឹងគាត់សុំអង្គុយសិនហើយគោលបំណងរបស់យើងហ្នឹងគឺមកជួបជាមួយនឹងលោកតារីដើម្បីបន់ស្រន់សុំបានសេចក្តីសុខអីអញ្ចឹងណាហើយនៅកន្លែងហ្នឹងគឺច្រើនមែនតើមិនមែនតែគ្រួសារខ្ញុំទេគឺប្រជាពលរដ្ឋមួយចំនួនគឺគាត់មកទីតាំងនឹងគ្រប់គ្នាអញ្ចឹងយើងក៏បន្តក្នុងការថតរូបអញ្ចឹងណានិយាយទៅគ្រួសារខ្ញុំគឺគាត់ដៃឯកតែម្ដងគឺថាឲ្យតែយើងកែ style គឺយើងគាត់គិតតែពីចុចឲ្យសំចៃដៃទេចាអញ្ចឹងម៉ាក់ខ្ញុំគឺគាត់ថាមកកូនថតម៉ាក់មួយមកអញ្ចឹងសុំបែបខ្ជុះខ្ជូតហ្មងមកពីបានថតរូបស្អាតហើយយើងក៏ទៅញ៉ាំអាហារថ្ងៃត្រង់តែដោយសារប៉ាខ្ញុំនិងប្តីខ្ញុំគាត់បានទៅយកឡានអញ្ចឹងខ្ញុំក៏សំណេះជាមួយម៉ាក់ខ្ញុំថាមានអារម្មណ៍មិនដែរគាត់ថាសប្បាយកូនទោះតែស្ទះមួយបើគុំស្ទះគឺថាសប្បាយមែនតើកាត់ចូលថ្ងៃថ្មីដែលជាថ្ងៃទៅភ្នំពេញវិញតែដោយសារម៉ាក់ខ្ញុំស្ដាយគាត់ថាប៉ាមើលថតឲ្យមកប៉ោះពីប៉ោះមើលនៅស្ថានភាពគេតែដោយសារប៉ាខ្ញុំអត់ចេះថតដែរខ្ញុំនៅតែថតឲ្យគាត់អញ្ចឹងណាអញ្ចឹងទៅយើងក៏បន្តដំណើរញ៉ាំអាហារពេលព្រឹកនៅតាមផ្លូវហើយឆ្ពោះទៅលេងប្រាសាទតាព្រហ្មបន្តិចហើយយើងក៏បានថតប្រហែលជា100 ប៉ុស្តិ៍ដែរតែបានដាក់តែប្រហែលឲ្យបងប្អូនមើលទេអញ្ចឹងក៏ហេតុថ្ងៃត្រង់យើងទៅប្រដាក់ទៅញ៉ាំសាច់ជ្រូកអាំងក៏ដូចជានំបញ្ចុកទឹកប្រហុកអញ្ចឹងណាកាត់ចូលដល់ភ្នំពេញវិញហើយគឺម៉ាក់ខ្ញុំហត់មែនតើដូច្នេះដើម្បីបន្ថែមកម្លាំងគាត់ឡើងវិញគឺខ្ញុំឲ្យគាត់ញ៉ាំទឹកត្រចៀកកាំជេរ៉ូយ៉ាល់ដែលយករសជាតិ sugar free ហើយគាត់ថារៀងឡំមកល្មមអាចញ៉ាំបានអញ្ចឹងណាពេលញ៉ាំហើយគឺមានកម្លាំងឡើងវិញអញ្ចឹងនេះគឺជាអំណោយរបស់ខ្ញុំដែលខ្ញុំឃើញគាត់មានកម្លាំងឡើងវិញអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេអរគុណបងប្អូនដែលបានទស្សនាបាយបាយ